អន្តរវិស័យដ៏ខ្លាំងក្លាមួយបានបើកចំហឡើងភ្លាមសត្វអារក្សដ៏គួរឲ្យខ្លាចជាច្រើនបានហូរចេញពីអន្តរវិស័យនោះមនុស្សទាំងអស់នៅផ្នែកប្រតិបត្តិការរបស់749បានចេញទៅប្រយុទ្ធជាមួយពួកវានៅពេលនោះសត្វអារក្សដ៏ខ្លាំងមួយបានលេចឡើងភ្លាមនៅក្នុងបុគ្គលិកផ្នែកព័ត៌មានសម្ងាត់ដែលមិនសូវមានសមត្ថភាពប្រយុទ្ធត្រូវបង្ខំចិត្តឈរឡើងប្រយុទ្ធដល់ជីវិតនិងស្លាប់ជាមួយវាពេលខ្ញុំឃើញមិត្តរួមការងារចាស់របស់ខ្ញុំសុទ្ធតែរងរបួសធ្ងន់ស្ទើរតែអស់ដង្ហើមខ្ញុំបានចាញ់ចិត្តខ្លួនឯងម្ដងទៀតដើម្បីសង្គ្រោះពួកគេខ្ញុំបានប្រើអំណាចពិសេសរបស់ខ្ញុំកែប្រែអំណាចរបស់មិត្តរួមការងារផ្នែកវិទ្យាសាស្ត្រម្នាក់ដើមអំណាចរបស់គាត់អាចព្យាបាលរបួសខាងក្រៅបានយ៉ាងលឿនខ្ញុំបានកែវាឲ្យអាចព្យាបាលរបួសធ្ងន់បានភ្លាមមិត្តរួមការងារទាំងអស់ត្រូវបានសង្គ្រោះវិញដោយសារអំណាចរបស់គាត់ហេតុនេះហើយបានធ្វើឲ្យមើលឃើញភាពខ្លាំងក្លារបស់ខ្ញុំគាត់បានមករកខ្ញុំដោយផ្ទាល់ហើយប្រាប់ថាអំណាចរបស់ខ្ញុំខ្លាំងពេកចង់ឲ្យខ្ញុំរួមដៃជាមួយគាត់បង្កើតពិភពលោកថ្មីមួយពិភពលោកដែលបង្កើតឡើងដោយអ្នកមានអំណាចពិសេសនិងជាពិភពលោកដែលគោរពចំពោះគាត់ខ្ញុំបានបដិសេធភ្លាមដោយគ្មានការស្ទាក់ស្ទើរខឹងសម្បាខ្លាំងហើយព្យាយាមប្រើអំណាចផ្លូវចិត្តដើម្បីគ្រប់គ្រងខ្ញុំប៉ុន្តែគាត់ត្រូវបានខ្ញុំបរាជ័យយ៉ាងងាយស្រួលបន្ទាប់ពីបរាជ័យគាត់ខ្លាចជាមនុស្សវង្វេងស្មារតីយ៉ាងខ្លាំងហើយបើកអន្តរវិស័យទៅកាន់ពិភពផ្សេងទៀតដោយផ្ទាល់ថ្ងៃនោះសត្វអារក្សរាប់មិនអស់បានធ្លាក់ចុះមកលើផែនដីពួកវាសុទ្ធតែខ្លាំងមិនចាញ់សត្វដែលបានលេចឡើងនៅមុននោះឡើយបាននិយាយដោយភាពថាប្រសិនបើខ្ញុំមិនព្រមរួមដៃជាមួយគាត់បង្កើតពិភពលោកដ៏ខ្លាំងនោះទេគាត់នឹងឲ្យពិភពលោកនេះរលាយបាត់ជាមួយនឹងចំនួនសត្វអារក្សដ៏ច្រើនបែបនេះពិភពលោកពិតជានឹងត្រូវបំផ្លាញដូច្នេះមានតែខ្ញុំម្នាក់ប៉ុណ្ណោះអាចរារាំងរឿងនេះបានអ្នកពិតជាខ្លាំងណាស់តើអ្នកអាចប្រាប់បានទេថាអ្នកបានយកឈ្នះដោយរបៀបណាខ្ញុំគ្រាន់តែកែអំណាចរបស់គាត់បន្តិចបំលែងអំណាចផ្លូវចិត្តដ៏ខ្លាំងរបស់គាត់ឲ្យអាចគ្រប់គ្រងបានតែចិត្តជ្រូកលុះចឹងសួរថាហើយតើអ្នកទប់ទល់នឹងសត្វអារក្សដ៏ខ្លាំងទាំងនោះដោយរបៀបណាខ្ញុំធ្លាប់ប្រាប់រួចហើយថាអំណាចរបស់ខ្ញុំគឺអាចមើលឃើញអ្វីទាំងអស់និងកែប្រែតួអក្សរមួយអ្នកទាំងអស់គ្នាគិតថាវាមិនខ្លាំងទេប៉ុន្តែអ្នកធ្លាប់គិតទេថាអំណាចនេះអាចកែប្រែអំណាចរបស់ខ្ញុំផ្ទាល់បានដែរអ្វីទៅជាក់ស្ដែងខ្ញុំបានកែអំណាចរបស់ខ្ញុំតាំងពីយូរហើយខ្ញុំបានកែវាឲ្យคล้ายជាអំណាចដែលអាចរៀនអ្វីគ្រប់យ៉ាងហើយកែប្រែតួអក្សរមួយបានខ្ញុំបានចាប់ផ្ដើមរៀនអំណាចរបស់មនុស្សទាំងអស់ក្នុង749ជាពិសេសអំណាចជំនួយឧទាហរណ៍មានមនុស្សម្នាក់អំណាចរបស់គាត់អាចបង្កើនកម្លាំងរាងកាយមនុស្សម្នាក់ដល់10ដងក្នុងមួយជីវិតប្រើបានតែម្ដងបន្ទាប់ពីខ្ញុំរៀនអំណាចនេះខ្ញុំបានកែវាដោយស្ងៀមស្ងាត់ឲ្យคล้ายជាបង្កើនកម្លាំងដល់10ដងក្នុងមួយវិនាទីប្រើបានតែម្ដងបន្ទាប់មកខ្ញុំបានប្រើអំណាចនេះលើខ្លួនខ្ញុំប្រហែល200ទៅ300ដងបន្ទាប់ពីប្រើរួចខ្ញុំមានអារម្មណ៍ថាខ្លួនឯងដូចជាវីរបុរសក្នុងភាពយន្តដូច្នេះពេលសត្វអារក្សគួរឲ្យខ្លាចទាំងនោះវាលុកមកខ្ញុំគ្រាន់តែបកដៃស្រាលម្ដងសត្វអារក្សទាំងមូលត្រូវបានវាបែកជារន្ធំមួយបន្ទាប់មកខ្ញុំបានប្រើអំណាចគំនិតដែលបានពង្រឹងរួចអ្វីទាំងអស់ពីពិភពផ្សេងនឹងរលាយបាត់ហើយសត្វអារក្សដែលបានចុះមកផែនដីសុទ្ធតែបំលែងទៅជាភេហោះពេញមេឃតែហេតុអ្វីបានជាអ្នកត្រូវបានគេចាប់ឃុំទីនេះហើយហេតុអ្វីខាងក្រៅមិនមានកំណត់ត្រាអំពីរឿងទាំងនេះសោះអ្នកខ្លាំងដល់កម្រិតនេះតើអាចត្រូវគេចាប់ឃុំបានយ៉ាងដូចម្ដេចខ្ញុំគ្រាន់តែជ្រើសរើសដាក់ខ្លួនឯងឲ្យកប់ប៉ុណ្ណោះបន្ទាប់ពីលុបបំបាត់សត្វអារក្សទាំងអស់និងបំផ្លាញពិភពផ្សេងផែនដីបានខូចខាតយ៉ាងធ្ងន់ធ្ងរខ្ញុំមិនចូលចិត្តផែនដីដែលខូចខាតបែបនេះទេដូច្នេះខ្ញុំបានប្រើអំណាចបង្វិលពេលវេលាត្រឡប់ក្រោយដោយប្រើអំណាចដ៏ខ្លាំងដែលបានពង្រឹងមិនដឹងប៉ុន្មានដងឲ្យពិភពលោកត្រឡប់ទៅមុនពេលសត្វអារក្សលេចឡើងទោះយ៉ាងណាខ្ញុំបានលុបអនុស្សាវរីយ៍របស់មនុស្សទាំងអស់អំពីរឿងនេះចេញទាំងស្រុងលើកលែងតែនឹងថ្នាក់ដឹកនាំខ្ពស់មួយចំនួននៃ749ប៉ុណ្ណោះបន្ទាប់មកខ្ញុំបានបិទខ្លួនឯងនៅក្នុងគុកក្រោមដីរបស់749គឺជាបន្ទុកនេះដឹងច្បាស់ពីភាពគួរឲ្យខ្លាចរបស់ខ្ញុំដូច្នេះគាត់បានប្រាប់មនុស្សខាងក្រៅថាខ្ញុំគឺជាព្រះមហាបំផ្លាញដែលធ្លាប់ស្ទើរបំផ្លាញពិភពលោកខ្ញុំមិនខ្វល់ទេមិនមែនថាខ្ញុំគ្មានអារម្មណ៍ទេប៉ុន្តែខ្ញុំមិនខ្វល់ពីគំនិតរបស់សត្វល្អិតឡើយនេះហើយជារឿងទាំងអស់ដែលអ្នកចង់ដឹងថ្ងៃនេះខ្ញុំនិយាយគ្រប់គ្រាន់ហើយ